បាទជំរាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាផងដែរបាទជាពិសេសជំរាបសួរពុទ្ធបរិស័ទផ្សាយចេញពីវត្តខ្មែរសាមគ្គីទៅអញ្ចឹងបាទអញ្ចឹងដូចក្នុងវីដេអូហ្នឹងគឺយកកេះឡាំងមួយមកមិនមែនកេះនំខេកទេបាទគឺយកមក surprise បាទបើកមកគឺកូនមន់អញ្ចឹងបាទហើយគាត់នេះគឺជាអ្នកប្រគិនកូនមន់ហ្នឹងបាទអញ្ចឹងគាត់យកមន់ហ្នឹងដែលមាននិស្ស័យជាមួយនឹងវត្តដែលមានថាអត់ថាសំណាងមួយក្នុងរាប់លានសំណាងអីចឹងបាទដែលនៅសល់ជីវិតហើយក្រុមខំប្រឹងរស់ខំប្រឹងអីហើយមាននិស្ស័យជាមួយវត្តអីចឹងបាទដែលអាចមកនៅវត្តបានឲ្យលោកជួយចិញ្ចឹមជួយអីចឹងបាទហើយក៏អាចថាមាននិស្ស័យជាមួយនឹងមនុស្សជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួនអីចឹងបាទដែលយកមកដល់វត្តទៅគឺមាននិស្ស័យមួយវត្តមួយអីចឹងបាទហើយសំខាន់គឺមាននិស្ស័យជាមួយមនុស្សទាំងពួងជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួនចឹងបាទអញ្ចឹងដូចមនុស្សយើងដែរចឹងបាទមនុស្សយើងគួរតែធ្វើអ្វីមួយឲ្យយើងមាននិស្ស័យជាមួយនឹងមនុស្សជុំវិញខ្លួនឲ្យគេមានសេចក្តីអាណិតស្រឡាញ់មានការរាប់អានអីចឹងបាទហើយសំខាន់ដូចកូនមន់ហ្នឹងបាទគឺមកដល់តូចញិចចឹងគឺខំប្រឹងរស់ខំប្រឹងដើររកចំណីខំប្រឹងស៊ូខំប្រឹងលំបាកអីចឹងបាទអញ្ចឹងយើងក៏ដូចគ្នាដែរបាទខំប្រឹងស៊ូខំប្រឹងព្យាយាមអត់ធ្មត់ហើយពុះពៀបន្ថែមទៀតចឹងបាទដើម្បីឲ្យយើងបានរស់នៅជីវភាពកាន់តែល្អប្រសើរហើយមានការអាណិតស្រឡាញ់ពីមនុស្សជុំវិញខ្លួនហើយនឹងធ្វើអ្វីទទួលបានការគោរពការស្រឡាញ់ការអាណិតពីមនុស្សជុំវិញខ្លួនដែរចឹងបាទអញ្ចឹងដូចកូនមន់នេះចឹងបាទខំប្រឹងធ្វើឲ្យមាននិស្ស័យមានអីចឹងទៅខំប្រឹងឲ្យមានការអាណិតស្រឡាញ់មានអីចឹងបាទអញ្ចឹងកុំទៅបៀតបៀនអ្នកដទៃហើយកុំទៅធ្វើអ្វីដើម្បីតែប្រយោជន៍ខ្លួនឯងជ្រុលអីចឹងបាទអញ្ចឹងរស់នៅឲ្យសមប្រកបនៅក្នុងសង្គមបាទកុំទៅរកស៊ីបោកប្រាស់កេងប្រវ័ញ្ចខ្លែងបន្លំគេអីចឹងដើម្បីតែប្រយោជន៍ខ្លួនឯងចឹងបាទអញ្ចឹងអរគុណច្រើនបើមានការខ្វះខាតអីសូមជួយណែនាំផងបាទ